ได้สมัยทางเงือปีเกย์มาบัดสมัดดมให้บัดสมัยนี่คือจีสอกบาระบอกยมให้ไปยมเคยខ្លួនឯងចឹងគឺខ្ញុំគាំងខ្លាំងមែនតែនហ្មងអត់ដែរហ៊ានបរហាញតែណាមណាគឺខ្មាស់គេខ្លាំងមែនតែនអត់ស្រួលទេដែលត្រូវបិទបាំងចឹងរហូតក៏ប៉ុន្តែខ្ញុំដឹងថាគ្រប់រឿងវាតែតែមានហេតុវាអញ្ចឹងអីដែលបណ្ដាលខ្ញុំឈូសក់នឹងទី1គឺខ្ញុំ stress ទី2ខ្ញុំគេងអត់គ្រប់គ្រាន់ទី3គឺខ្ញុំញ៉ាំផ្អែមហើយញ៉ាំខ្លាញ់ច្រើនបញ្ហាខ្លាំងជាងគេនឹងគឺខ្ញុំអត់ញ៉ាំទឹកហ្នឹងហើយត្រៀម3 2 1ការងារខ្ញុំត្រូវថតតែពេលឈូសក់អញ្ចឹងខ្ញុំគិតថាវាពើជារំខានខ្ញុំមែនតែនអត់ប្រើពេលតិចទេទៅទម្លាប់ជាមួយវាហើយទទួលយកវាហ្នឹងឈូសម្ដុំអញ្ចឹងខ្ញុំធ្លាប់គិតថាខ្ញុំនឹងកើតមហារាជមែនទៀតដំណាក់កាលទី1វងជ្រុះសក់ខ្ញុំក៏កាត់បន្ថយការធ្វើសក់ហើយក៏ចាប់ផ្ដើមលែងចង់ឡើងសម្ដែងលែងចង់ថតវីដេអូទាំងដែរទាំងអស់ហ្នឹងគឺជាអ្វីដែលខ្ញុំចូលចិត្តជាឫសគល់ខ្ញុំបាត់បង់ការជឿជាក់លើខ្លួនឯងនិយាយត្រង់ហ្មងខ្ញុំធ្លាប់គិតថាបើសិនជាសក់ហ្នឹងលែងដោះគឺខ្ញុំចង់កោតតងោឲ្យតែឃើញកញ្ចក់ឃើញខ្លួនឯងគឺ stress មកដល់ពេលកាន់តែ stress សក់កាន់តែឈូសកាន់តែច្រើនហើយដល់អញ្ចឹងខ្ញុំគិតថាខ្ញុំមិនអាចបដោវាបានទៀតទេពិបាកពេកមិនក៏ជំរុញឲ្យខ្ញុំទៅកាត់សក់ខ្លីទៅហើយព្យាបាលវាហើយក៏ខ្ញុំទៅទទួលសេវាកម្មនៅ H Lab Cambodia ដែលជាហាងកូរ៉េហើយធ្វើវីដេអូនេះឡើងមិនមែនគាត់ឲ្យធ្វើគឺខ្ញុំធ្វើខ្លួនឯងគឺចង់អរគុណពួកគាត់ក្រោយពេលទទួលសេវាកម្មគាត់ពីរដងហើយខ្ញុំឃើញថាសក់វាមានការដោះឡើងវិញព្រោះខ្ញុំស្ទាបសក់ទៅវាមានកូនសក់អញ្ចឹងណាហើយខ្ញុំទិញសាប៊ូគាត់មកប្រើហើយនេះជាលទ្ធផលដែលខ្ញុំទៅបាន4ដងហើយសេវាកម្មដែលខ្ញុំទទួលហ្នឹងគឺកក់សក់ស្ប៉ាសក់គេ scrub សក់ហើយគេបាញ់អាទឹក tonic នោះហើយគេដើរ LED ដើម្បីឲ្យវាឆាប់ឈាបចូលស្បែកបានល្អអញ្ចឹងណាតែបើឲ្យស៊ីជម្រៅទៅអ្នកនរគ្នាទៅទទួលសេវាកម្មខ្លួនឯងទៅបបិសោតខ្លួនឯងទៅបើមិនអញ្ចឹងទេឆាតសួរគាត់ក៏បានដែរព្រោះពួកគាត់ដឹងច្បាស់ជាងអញ្ចឹងណាមកប្រៀបធៀបពីមុនហើយនឹងឥឡូវខុសគ្នាយ៉ាងម៉េចខ្លះជាចុងក្រោយនេះអ្វីដែលខ្ញុំរៀនបានពីបទពិសោធន៍មួយនេះគឺយើងរើសការងារប៉ុន្តែការងារអត់រើសយើងទេអញ្ចឹងលៃលកខ្លួនឯងធ្វើម៉េចឲ្យវាសាក់ម៉ាម៉ាកុំឲ្យលើសកុំឲ្យខ្វះពេលខ្លះចង់ចំណេញដាច់ចំណងលើសដើមអញ្ចឹងមានតែយើងខ្លួនឯងឯងដឹងតែពេលខ្លះដឹងហើយធ្វើអត់ដឹងទៀតមកដល់ឥឡូវខ្ញុំអត់តបាន fully recover ទេប៉ុន្តែខ្ញុំប្រសើរច្រើនមែនតើហើយអីដែលធ្វើឲ្យខ្ញុំមានកម្លាំងវិជ្ជមានមកវិញហ្នឹងគឺខ្ញុំទទួលយកវាទទួលយកដល់របៀបម៉េចបើយើងខំប្រឹងធ្វើការដើម្បីលុយដើម្បីមានការគាំទ្រច្រើនគិតច្រើនគេងតិចហូបមិនទៀងញ៉ាំមិនត្រង់អញ្ចឹងនេះហើយជាតម្លៃដែលខ្ញុំត្រូវបង់វិញបានមួយបាត់មួយវាធម្មជាតិគ្រប់បញ្ហាមកជាមួយដំណោះស្រាយគិតយល់ទទួលយកហើយព្យាបាលវាមកវិញកុំភ្លេច follow ខ្ញុំម្នាក់មួយផងមើលនៅណា follow នៅហ្នឹងទៅហើយខ្ញុំបាទសម្បត្តិសុខអរគុណដែលបានស្ដាប់ជួបគ្នានៅវីដេអូក្រោយ